រឿងអ្នកទិញគោនិងអ្នកលក់គោថ្ងៃហ្នឹងលក់គោលក់អីចាញ់រកតែទៅអ្នកទិញគោសិនឥឡូវឈ្មោះលក់គោឥឡូវមានការអីលក់គោឈ្មោះអញមកទិញចាស់ខ្ញុំមកបាទខ្ញុំទៅដល់ហើយឈ្មោះយកម៉េចវិញរកទៅមើលគោគេសិនគេហៅឲ្យមើលគួរមួយណានេះមានមួយធំនេះត្រូវថ្លៃម៉ានរៀនដាច់អត់ទេខ្ញុំលក់90ម៉ឺនតើអើយអត់បានទេនេះមានមួយធំនេះត្រូវថ្លៃម៉ាន2លានអូយអត់បានទេឥឡូវ3លានឥឡូវ5លានអូខេឥឡូវចឹងក៏ចឹងដែរអើយអ្នកឯងទិញគេថោកម៉េះគោពងឡើងថ្លៃផងអត់មិនទេពីរអ្នកនេះបែកបាត់